ឥឡូវនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាបិទភ្នែកស្មឹងស្មាតអារម្មណ៍ជាមួយខ្ញុំហើយស្ដាប់នៅសំឡេងសត្វយំទាំងអស់គ្នាចាសួស្តីប្រជាជនកម្ពុជាជាទីស្រឡាញ់នៅក្នុងថ្ងៃនេះមានឱកាសបានសម្រាប់ពីការងារក៏នឹកឃើញថាចង់ចេញមកខាងក្រៅដើម្បីលំហែអារម្មណ៍ហើយដល់ពេលគិតទៅថាតើគួរទៅកន្លែងណាដែលនៅជិតភ្នំពេញយើងអញ្ចឹងក៏នឹកឃើញដល់រមណីយដ្ឋានទន្លេបាទីឥឡូវនេះគឺបានមកដល់ហើយចាគឺជិះតែមួយផ្លែទេសម្រាប់បងប្អូនអ្នកនៅទីក្រុងភ្នំពេញយើងអញ្ចឹងសៅរ៍អាទិត្យគឺអាចអញ្ជើញមកកំសាន្តនៅទន្លេបាទីបានឥឡូវនេះបងប្អូនប្រកាសជាចង់ដឹងហើយថាតើទស្សនវិជ្ជាទន្លេបាទីបច្ចុប្បន្នជាពិសេសគឺប្រាសាទរបស់ខ្មែរយើងហ្នឹងមានលក្ខណៈបែបណាខ្លះហើយស្ថានភាពបែបណាដែរអញ្ចឹងនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាប្រជាជនកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំទៅទស្សនានៅខាងក្នុងទាំងអស់គ្នាចាអញ្ជើញចាប្រជាជនកម្ពុជាជាទីស្រឡាញ់ឥឡូវនេះគឺមកដល់ខ្លោងទ្វារហើយអញ្ចឹងខ្ញុំសូមនាំអ្នកទាំងអស់គ្នាឆ្លងភពទៅកាន់សម័យអាណាចក្រដ៏រុងរឿងរបស់កម្ពុជាយើងចោះទៅមើលទាំងអស់គ្នារមណីយដ្ឋានប្រាសាទតាព្រំទន្លេបាទីស្ថិតនៅក្នុងភូមិទន្លេបាទីឃុំក្រាំងធ្នង់ស្រុកបាទីខេត្តតាកែវស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ2មានចម្ងាយ34គីឡូម៉ែត្រពីរាជធានីភ្នំពេញនិង46គីឡូម៉ែត្រពីទីរួមខេត្តតាកែវគ្រាន់តែចូលមកដល់បរិវេណនៃប្រាសាទតាព្រំទន្លេបាទីភ្លាមឃើញថាពិតជាអស្ចារ្យមែនតើប្រជាជនកម្ពុជាជាទីស្រឡាញ់ផ្ទៃមេឃដែលកំពុងតែក្តៅខ្លាំងនៅក្នុងវេលាម៉ោងប្រហែលជា11កន្លះនេះបែរជាមិនមានព្រះអាទិត្យយើងចូលមកដល់ហាក់ដូចជាមានភាពអស្ចារ្យខ្យល់បក់ត្រសៀកហើយចំណែកឯផ្ទៃមេឃក៏ត្រជាក់ល្ហឹមធ្វើឲ្យយើងមានអារម្មណ៍ថាយើងដើរដោយក្តីរីករាយធ្វើឲ្យយើងអាចមានអារម្មណ៍ថាយើងអាចទៅទស្សនាប្រាសាទបុរាណខ្មែរយើងបានប្រាសាទតាព្រំទន្លេបាទីសាងឡើងពីថ្មបាយក្រៀមនិងថ្មភក់ដែលមានកម្ពស់12ម៉ែត្រនិងមានបរិវេណកំពែងបណ្ដោយ150ម៉ែត្រទទឹង95ម៉ែត្របែរមុខទៅទិសខាងកើតក្នុងរចនាបថបាយ័នស្ថិតនៅចុងសតវត្សទី12ដើមសតវត្សទី13នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានវិសាលភាពតូចជាងប្រាសាទតាព្រំនៅសៀមរាបតំបន់អង្គរតែវាមានលក្ខណៈជាអារាមឬជាបូជនីយដ្ឋានដ៏ពិសិដ្ឋសម្រាប់ការគោរពបូជាតាមលទ្ធិពុទ្ធនិយមបច្ចុប្បន្នប្រាសាទតាព្រំទន្លេបាទីមានស្ថានភាពទ្រុឌទ្រោមនិងមានហានិភ័យខ្លាំងជាពិសេសគឺខ្លោងទ្វារខាងលិចដែលមានជញ្ជាំងថ្មបាយក្រៀមហើយខ្លាំងដោយសារតែបញ្ហាគ្រឹះស្រុតអាយុកាលប្រាសាទគួបផ្សំនឹងកត្តាធម្មជាតិរីឯខ្លោងទ្វារចូលខាងលិចមានធ្នឹមមួយយ៉ាងធំប្រេះបែកជាពីរស្ទើរតែធ្លាក់ចុះមកដីតែត្រូវបានទល់ទ្រដោយសសរឈើចាស់មួយដើមបណ្ដោះអាសន្នដើម្បីជាវិធានការទប់ស្កាត់ការដួលរលំរចនាសម្ព័ន្ធខ្លោងទ្វារមកលើភ្ញៀវឆ្លងកាត់ខ្លោងទ្វារនេះមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគាំពីនិងអភិរក្សសំណង់បុរាណបានធ្វើការជួសជុលខ្លោងទ្វារខាងលិចជាដំណាក់កាលដោយប្រើបច្ចេកទេសអាណាស្ទីឡូគឺរើនិងរៀបតាមលំនាំដើមឡើងវិញដែលមានការងារដូចជាសម្រងប្លង់ស្ថាបត្យកម្មកំណាយបុរាណវិទ្យាការរើថ្មចាប់ពីផ្នែកខាងលើរហូតដល់គ្រឹះពង្រឹងគ្រឹះជួសជុលថ្មធ្នឹមដែលបានបាក់និងរៀបថ្មចូលទីតាំងដើមវិញបន្ថែមលើសពីនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានគាំពៀនិងអភិរក្សសំណង់បុរាណបានធ្វើការអភិរក្សនិងសង្គ្រោះបន្ទាន់ទីតាំងដែលមានហានិភ័យខ្លាំងចំនួន5ចំណុចគឺខ្លោងទ្វារទាំង3នៃរោងទងខាងត្បូងស៊ុំទ្វារខាងលិចដែលប្រឈមនឹងការដួលរលំដោយការធ្វើទល់ទ្រប្រើគ្រឿងបង្គុំដែកទីបនិងឈើកុកីចាប្រជាជនកម្ពុជាជាទីស្រឡាញ់សូមនិយាយថានេះគឺជាអារម្មណ៍មួយរបស់កូនខ្មែរដែលបានមកដល់ទីតាំងមួយដែលអាចនិយាយបានថាជាស្លាកស្នាមប្រវត្តិសាស្ត្រដែលបានបញ្ជាក់ថាប្រជាជាតិកម្ពុជាដ៏អច្ឆរិយៈរបស់យើងដូនតាខ្មែរយើងលោកពិតជាអស្ចារ្យខ្លាំងណាស់ខ្ញុំបានមកដល់ទីនេះថ្មីត្បិតថាយើងមើលឃើញថាប្រាសាទបុរាណរបស់យើងនៅពេលនេះរូបភាពរូបរាងមិនបានស្ថិតនៅដូចពីមុនទេព្រោះអីវាមានគេហៅថាសំណឹកខ្លះដោយសារតែធម្មជាតិហើយក៏ដោយមានការបែកបាក់ខ្លះដោយសារតែប្រទេសកម្ពុជាជាទីស្រឡាញ់របស់យើងជួបជាមួយនឹងគេហៅថាសង្គ្រាមចាការបែកបាក់នានាក៏ប៉ុន្តែមកដល់ពេលនេះខ្ញុំជឿថាប្រជាជនកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំទាំងអស់យើងទាំងអស់គ្នាគឺមានមោទនភាពចំពោះអ្វីដែលដូនតារបស់យើងបានបន្សល់ទុកអញ្ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាប្រជាជនកម្ពុជាជាទីស្រឡាញ់ប្រសិនបើមានពេលវេលាជាពិសេសបងប្អូននៅទីក្រុងភ្នំពេញហើយនិងខេត្តជាប់អាចចំណាយពេលវេលាថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ជើញមកទស្សនាប្រាសាទតាព្រំទន្លេបាទីពីព្រោះថាទីនេះនឹងផ្ដល់នៅអារម្មណ៍មួយដែលអាចនិយាយបានថាដូចខ្ញុំនិយាយពីក្នុងវីដេអូអញ្ចឹងប្រៀបដូចជាយើងឆ្លងភពឆ្លងពេលវេលាជំរះចោលនៅអ្វីដែលមានបន្ទិលនៅក្នុងបេះដូងអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ថាធុញថប់អ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ថា stress មកដល់ទីនេះខ្ញុំជឿជាក់ថា
យើងនឹងបំភ្លេចនៅអ្វីៗដែលធ្វើឲ្យបេះដូងរបស់យើងអួរណែនធ្វើឲ្យយើងមានអារម្មណ៍ថាកំពុងតែមានសម្ពាធស្រោបយកនៅខ្យល់បរិសុទ្ធស្ដាប់សំឡេងសត្វយំពិតណាស់អារម្មណ៍របស់យើងនឹងស្រស់ស្រាយឥឡូវនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាបិទភ្នែកស្មឹងស្មាតអារម្មណ៍ជាមួយខ្ញុំហើយស្ដាប់នៅសំឡេងសត្វយំទាំងអស់គ្នាយ៉ាងណាដែរប្រជាជនកម្ពុជាជាទីស្រឡាញ់មានអារម្មណ៍ថាស្រស់ស្រាយមានអារម្មណ៍ថាដូចជាស្រាលខ្លួនជាងមុនដែរទេបើសិនជាប្រជាជនកម្ពុជាជាទីស្រឡាញ់ចង់បាននៅអារម្មណ៍ពិតប្រាកដចាសុកសៅរ៍អាទិត្យសប្តាហ៍ក្រោយទៀតអាចអញ្ជើញមកឲ្យដល់ប្រាសាទតាព្រំទន្លេបាទីដើម្បីទទួលអារម្មណ៍រីករាយដូចគ្នាចាសូមអរគុណយ៉ាងខ្លាំងចំពោះការតាមដានវីដេអូ